ឈាមលើកក្បាលរត់ភ្លឹងរឿងនិទានបែបបុរាណនៃភូមិចាស់មួយបែបរន្ធត់ស្រមៅតែខ្យល់ក៏ធ្វើឲ្យសាច់ដុះនៅព្រៀងភូមិកន្ទឹងបុរាណមានផ្លូវដែកចាស់មួយដែលសម័យបុរាណហៅថាផ្លូវនាគចាស់គេជឿថាផ្លូវនោះធ្លាប់ជារបបដឹកនាំជាតិខ្មៅសម្រាប់អ្នកស្លាប់ក្នុងសង្គ្រាមឆ្នាំមួយកាលពីពាន់ឆ្នាំមកហើយនៅពេលថ្ងៃសៅរ៍ចុងខែក្រោយថ្ងៃព្រះច័ន្ទពោពេញគឺមានរថភ្លើងមួយឈ្មោះរថខ្មោចបើកមុខលេចឡើងពោលថាវាមិនជាប់តារាងឡើយប៉ុន្តែពេលវាបង្ហាញខ្លួនគឺចាំតែមានមនុស្សបាត់តើហេតុអ្វីតាមរឿងនិទានចាស់ៗមនុស្សដែលឃើញរថភ្លើងនោះឬក៏ដើរឆ្លងកាត់លើក្បាលផ្លូវដែកចាស់នេះនៅម៉ោង 1:58 យប់ទេវតាខ្មោចនឹងគូឈ្មោះក្នុងសិភៅឈាមហើយថ្ងៃក្រោយគេនឹងបាត់ទៅដូចជាធ្លាប់មិនមានជីវិតសោះតែមានក្មេងប្រុសម្នាក់ឈ្មោះលុនជាក្មេងអាយុ16ឆ្នាំអស់សង្ឃឹមជីវិតក្រោយម្ដាយស្លាប់និងឪពុកបោះបង់គាត់ចង់ដឹងការពិតពីរថភ្លើងនោះដូច្នេះយប់មួយគាត់ដើរចេញពីផ្ទះទៅឈរនៅលើផ្លូវដែកម៉ោង 11:59 ខ្យល់បក់ប៉ះសាច់ដូចសម្ពាធចិត្តពេលវេលាត្រឡប់ទៅសូម្បីសំឡេងចង្វាក់បេដងក៏ធ្វើឲ្យស្ទាក់ទើស្រាប់តែសូម្បីពន្លឺចង្អៀតស្ទើរមិនឃើញទៀតខ្យល់ដូចដួងចិត្តគាត់ទាញចិនរថភ្លើងមួយលិតមកពណ៌ខ្មៅអាណាងយ៉ាងស្ងប់ស្ងាត់គ្មានសំឡេងបឺតគ្រឿងគ្រាន់តែភ្នែកគេដល់ហួសចិត្តក្នុងរថនោះមានមនុស្សគ្មានមុខគេដើរចិនជាបានិកម្មហើយបើគេចាប់គេបានគេនឹងបំលែងជាអ្នកដឹកដៃរថភ្លើងរូបក្រោយលុនបាត់ទៅអស់ប្រយប់នោះទៅមិនមានអ្នកឃើញគាត់ទៀតតែអ្នកភូមិទើបសង្កេតឃើញថាគ្រប់ម៉ោង 11:59 រាត្រីថ្ងៃសៅរ៍ចុងខែមានមនុស្សម្នាក់មើលចេញពីក្បាលរថភ្លើងជាអ្នកកាន់តបសម្ពុតខ្មោចហើយរូបនោះមានសំឡេងដូចលុនតែភ្នែកគេមិនស្ទើរមើលឃើញទៀតបន្ទាប់ពីលុនបាត់ខ្លួនភូមិដ៏ស្ងប់ស្ងាត់ក៏คล้ายជាកន្លែងមិនស្ងប់ដូចមុនមនុស្សចាស់ៗចាប់ផ្ដើមនិយាយសង្កត់សន្លប់ថាក្មេងនោះចូលកាន់ប្រលឹងរថភ្លើងហើយយប់នៅពេលពន្លឺចោះខ្យល់ក៏ផ្លុំលឺសូម្បីតែក្នុងផ្ទះម្ដាយចាស់ៗបានស៊ូសួស្ដីកូនតាមចង្អុយកុំទៅលេងច្រើនយប់រថភ្លើងនាគចាស់កំពុងចាប់យើងយប់មួយបុរសវ័យកណ្ដាលឈ្មោះចាវបានទទួលសម្បុត្រមួយដាក់ក្រោមទ្វារសម្បុត្រខ្មៅតែមួយមានអក្សរឈាមសរសេរថាអ្នកត្រូវតែជិះមិនដូច្នោះទេអ្នកនឹងមិនបានសុភមង្គលចៅសោកស្លូតគ្មានរថភ្លើងអ្វីទេអ្នកលួចលេងល្បែងប៉ុន្តែក្រោយសុភមង្គលស្របយប់នោះគាត់ស្ដាប់សំឡេងក្រាលុកដែកនៅក្រៅផ្ទះសូម្បីតែសត្វសត្រូវមិនផ្លាក់ទីចំពោះម៉ោង 11:59 គាត់ក៏កើតសេចក្តីសង្ស័យដូចលុនសពថ្ងៃគាត់ក៏ចង់ដឹងការពិតរថភ្លើងមកដល់តែមិនដូចពីមុនវាផ្ទុយពីភាពងងឹតវាយ៉ាងភ្លឺតែពន្លឺនោះមិនធម្មតាទេវាដូចអណ្ដែតជាផ្កាខ្មោចលាយគ្នាជាមួយសំឡេងខ្យល់ធ្វើឲ្យចៅខ្យល់មិនចេញសូម្បីរូបអ្នកដឹករថភ្លើងដែលចាស់បែបនគរបាលវត្តក៏លែងមានមុខមិនលឺសំឡេងមានតែដៃបញ្ជាស្នាមឈាមឲ្យចូលចៅភ័យបិទកិច្ចតែសូម្បីដីក៏រើសឡាយបើញាក់មិនទៅញាក់នឹងមិននៅពេលចៅដង្ហើមដាច់ស្មារតីចង់ភ្លេចផ្លូវគាត់ស្មានថាខ្លួនគេផុតប៉ុន្តែក្រោយពីផ្លាស់ពីការហ្វ្លោតគាត់ឃើញខ្លួនឯងអង្គុយក្នុងរថភ្លើងក្បែរលុនជាមួយមនុស្សជាច្រើនទៀតដែលគាត់ធ្លាប់ឃើញតាមរឿងនិទានចាស់ៗ